ប្រតិភូក្រុងប្រសាខេត្តពោធិ៍សាត់មន្ទីរអង្គភាពនិងរដ្ឋបាលក្រុងស្រុកអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយ៍តូច័ន្ទវុធាដែលបានពលីជីវិតនៅសមរភូមិមុខព្រឹកថ្ងៃទី28ខែធ្នូឆ្នាំ2025ឯកឧត្តមមករាប្រធានក្រុងប្រសាខេត្តពោធិ៍សាត់បានដឹកនាំប្រតិភូក្រុងប្រសាខេត្តមន្ត្រីរាជការមន្ទីរអង្គភាពនានារដ្ឋបាលក្រុងស្រុកនិងក្រុមយុវជនក្នុងខេត្តពោធិ៍សាត់គោរពវិញ្ញាណក្ខន្ធនិងចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោកវរៈសេនីយ៍តូច័ន្ទសុវុធាមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មកងពលតូចអន្តរកម្មលេខ14ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមបណ្ដោយព្រំដែនកម្ពុជាថៃកាលពីថ្ងៃទី22ខែធ្នូឆ្នាំ2025ក្នុងជន្មាយុ39ឆ្នាំដែលបានប្រារព្ធធ្វើនៅវត្តឈូមាសភូមិដងទឹកលាជឃុំថ្នោតជុំស្រុកក្រគរខេត្តពោធិ៍សាត់ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុងប្រសាខេត្តនិងប្រតិភូតាមមន្ទីរអង្គភាពនីមួយៗមានសេចក្តីក្តុកក្តួលនិងសោកស្ដាយយ៉ាងខ្លាំងព្រមទាំងបានសម្ដែងនៅសេចក្តីសង្វេគចំពោះការបាត់បង់ជីវិតរបស់លោកវរៈសេនីយ៍តូច័ន្ទសុវុធាគឺជាការបាត់បង់ស្វាមីដែលប្រកបដោយសង្ឃធម៌ដ៏ឧត្តមឧត្តមចំពោះភរិយានិងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនហើយក៏ជាការបាត់បង់យោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនៅសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតក្នុងបុព្វហេតុការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីក្រុមប្រតិភូទាំងអស់សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកវរៈសេនីយ៍តូច័ន្ទសុវុធាសូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយជាមួយគ្នានេះក្រុមប្រតិភូបានសម្ដែងនៅសេចក្តីអាណិតស្រឡាញ់ចំពោះគ្រួសារកងទ័ពនិងពលរដ្ឋភេសកទូទាំងខេត្តក៏ដូចទូទាំងប្រទេសដែលបានលើកទឹកចិត្តនិងសូមឲ្យប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់លើរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលកំពុងតែអនុវត្តការងារយ៉ាងសកម្មបំផុតដើម្បីស្វែងរកសុខសន្តិភាពឈានទៅរកបាត់ឈប់បាញ់និងដោះស្រាយនៅស្បៀងអាហារការស្នាក់នៅជូនប្រជាពលរដ្ឋទូទាំងប្រទេសមិនអាចខ្វះបាននិងដាច់ស្បៀងនោះឡើយសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកវរៈសេនីយ៍តូច័ន្ទសុវុធាសូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ